នេះយន្តហោះយោធាបោះកូរ៉េបងប្អូនអានេះយន្តហោះពិតទេដល់ពេលចូលនិវត្តន៍មកគេដាក់យកមកតាំងបង្ហាញមើលស្លាបមើលនេះធំហ៎កន្លែងនេះកន្លែងផ្ទុកអ៊ីនធឺណិតនេះធំអានេះអូយដែកសុតហ្មងនេះដែកសុតនោះជិះចូលមើលប្រជាជនកូរ៉េមកច្រើនមែនតើឬព្រមមានច្រើនប្រភេទច្រើនសេរីមែនតើណាអានេះនឹងហៅម៉ាប់អីធំមួយច្រវាក់លក់អីផ្ចាយអត់ទោះនេះអុយជូនមកកណ្ដុងរថក្រោះនេះមានឈ្មោះថា M107 ជួយ175មីលីម៉ែត្រផលិតដោយសហរដ្ឋអាមេរិកមកបងមួយកណ្ដុងធំមែនទែនហ្មងអូយឆ្ងាយបាញ់មកប៊ូឆ្ងាយនេះមួយកណ្ដុងអូដកឆ្ងាយមើលឆ្ងាយចុះចានេះអ្នកណាស្គាល់អានេះកំភ្លើងធំមួយកណ្ដុងកង់ហើយមួយកង់បែកអស់អត់មានអ្នកណាមកប៉ះដូរសោះកង់កណ្ដុងធំណាស់អានេះបាញ់មិនដឹងจะបាញ់បានចម្ងាយប្រហែលគីឡូម៉ែត្រទេកង់ដុកទៀតពីមើលកង់8សភាវុធនេះសភាវុធចាស់គេឈប់ប្រើយកតាំងមហាបងប្អូនរថក្រោះខាងក្រៅខ្ញុំនេះគឺជាប្រភេទ K1 ឈ្មោះវា K1 មកធំណាបងប្អូនហើយនេះអូនេះចម្បាក់វាទម្ងន់រាប់សិបតោនណាទម្ងន់នេះមើលមកជុំធំហ្នឹងជុំរាប់តោនអានេះក៏ធំណាស់M48នេះអូយមួយកង់បងប្អូនកង់ធំណាស់នេះសម្ភារៈយោធាទាំងអស់នេះសិតតែចូលនិវត្តន៍គេយកមកតាំងបង្ហាញឲ្យប្រជាជនគេទស្សនាមួយយន្តហោះធំមួយអានេះធំហើយយន្តហោះនេះនេះបងប្អូនអានេះធំមែនទែនយន្តហោះនេះធំមែនទែនហ្មងក្នុងគំរូគេមើលកង់អូជុំនេះគ្រាន់តែជាប្លង់គំរូគេទេណានេះមើលដែរប៉ុណ្ណានៅរាអតេ4មួយខាង4ខាង4ខាងនោះ4ទៀត8រាអតេម៉ាស៊ីនប្លង់គំរូអូអាកាសធាតុថ្ងៃនេះអត់ល្អសោះបាទអត់បានថ្ងៃថតអត់សូវច្បាស់បងប្អូននេះគឺជាសារៈនីតិតាំងសភាវុធចាស់របស់កូរ៉េនៅចំកណ្ដាលទីក្រុងសូអ៊ូលតែម្ដងនេះអូមានបងប្អូនយើងខាងកើតមកទទួលដែរហើយមើលនេះរក្រោះខាងនេះរក្រោះខាងនេះទល់មុខខ្ញុំនេះភ្លើងធំភ្លើងត្បាល់នេះមើលកង់ធំនេះដាក់គ្រប់បាញ់ភ្លាមហ្មងវឹងហើយអានេះបានធំមែនតើអានេះធំណាស់បងប្អូនហើយនេះប្រវែងជិត10ម៉ែត្រក៏បណ្ដោយជិត10ម៉ែត្រទៅតឹង3ម៉ែត្រជាង2ម៉ែត្រជាង3ម៉ែត្រជាងទៅតឹងធំអានេះធំណាស់
បាញ់គឺមេឃ